Casus day mau buat akne swakum akan channel របស់ខ្ញុំសាជាថ្មី video resource នៅថ្ងៃនេះខ្ញុំមានវីដេអូបង្រៀនមួយថ្មីទាំងអស់គ្នាទៀតហើយសម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទដៃប្រភេទ iOS ណាវីដេអូថ្ងៃនេះដែរចំណងជើងគឺរបៀបនៃការបង្កើត Apple ID នៅក្នុងឆ្នាំ2025សម្រាប់អ្នកទាំងអស់គ្នាទេសនាប្រហែលជាបងប្អូននៅក្នុងវីដេអូមួយនេះចូលមកថ្មីមួយចំនួនអាចថាមានបញ្ហាជាមួយនឹងការបង្កើត Apple ID ច្រើនខ្លាំងមែនតើខ្ញុំក៏ទទួលបានព័ត៌មាននឹងច្រើនតាមបណ្ដាញសង្គមផ្សេងៗយ៉ាងទៅការធ្វើវីដេអូនេះឡើងដើម្បីចែករំលែកអ្នកទាំងអស់គ្នានេះក៏ជាលើកទី1ដែលខ្ញុំបានបង្កើត Apple ID និងរបៀបបង្កើតបានអាប់ឡូតចូលដូចគ្នាសង្ឃឹមថាទាំងអស់គ្នានឹងពេញចិត្តហើយតាមដាន channel មួយនេះ video resource រៀងរាល់ថ្ងៃកុំភ្លេចចុច like និង subscribe ដាក់សញ្ញារូបកណ្ដឹងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូចំណេះដឹងក៏ដូចជាផ្សាយនៃការរលួយផ្សេងៗថ្មីផងដែរអរគុណច្រើនទាំងអស់គ្នាអញ្ចឹងសម្រាប់ Apple ID នេះផងដែរអ្នកទាំងអស់គ្នាដំបូងគឺអ្នកទាំងអស់គ្នាអាចចូលមកកាន់ App Store សម្រាប់ iOS តែ iOS ទេអញ្ចឹងយើងអាចចូលមកកាន់ App Store ហើយយើងចុចអាកន្លែងរូបដែលខ្ញុំបានគូរវងនឹងទៅគឺនឹងលោតមកបែបនេះហើយមានអីផ្សេងច្រើនមែនតើដូចជាកម្មវិធីដែលយើងបាន download រួចហើយគេក៏បានបញ្ជាក់ sign in with Apple account ក៏ប៉ុន្តែយើងអត់ទាន់មាន Apple account ទេអញ្ចឹងយើងត្រូវការ create new Apple account នៅកន្លែងនេះអញ្ចឹងយើង create new Apple ID account មកដើម្បីយើងអាច log in sign in ហើយនឹង subscription ជាមួយនឹង product ដែលមាននៅក្នុង App Store ឬក៏ download កម្មវិធីដែល free ផ្សេងនៅក្នុងនឹងជាប្រភេទច្រើនcategory ច្រើនមែនតើអ្នកទាំងអស់គ្នាអាចរងចាំបន្តិចហើយខ្ញុំក៏រងចាំដូចគ្នាបាទអូខេអ្នកទាំងអស់គ្នាឥឡូវនេះយើងចេញកន្លែងនៅក្នុងការ create Apple account ថ្មីរួចហើយអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើនៅខាងលើបំពេញ email password ហើយនឹង confirm password ម្ដងទៀតដើម្បី verify ខ្ញុំនឹងបំពេញហើយអ្នកទាំងអស់គ្នាក៏ត្រូវការបំពេញឥឡូវនេះដូចគ្នាដើម្បីអាចបង្កើត Apple ID account ក្នុងការប្រើប្រាស់ផ្សេងជាមួយនឹង iOS ខេអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំបានបំពេញរួចហើយដូចជា email របស់ខ្ញុំនៅខាងលើដែលខ្ញុំបានដាក់ blur ហើយ password verify password ដូចគ្នាអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវចុចកន្លែង agree to term and condition មួយនេះបើសិនជាអ្នកទាំងអស់គ្នាអត់ចុចទេគឺអ្នកទាំងអស់គ្នានឹងមិនអាចបង្កើតបានដូចគ្នានៅកន្លែងនេះហើយសម្រាប់ប្រទេសយើងយក Cambodia ដែលគេបាន select automatic នឹងទៅក៏បានដែរបាទបន្ទាប់មកអ្នកទាំងអស់គ្នាអាចចុច next តាមខ្ញុំបានរងចាំបន្តិចខេបន្ទាប់ពីយើងទាំងអស់គ្នាបានមកដល់ផ្ទាំង personal information ហើយ first name នៅខាងលើយើងត្រូវការដាក់ last name ដូចគ្នាថ្ងៃខែឆ្នាំកំណើតខ្ញុំដាក់ដូចគ្នាខ្ញុំដាក់ឈ្មោះរបស់ខ្ញុំហើយនឹងតកូលរបស់ខ្ញុំនៅតាមក្រោយបន្ទាប់មកខ្ញុំបំពេញថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំបំពេញមក plate សិនអូខេអញ្ចឹងបន្ទាប់មកកន្លែង subscribe to Apple email ក្នុងការ update អីហ្នឹងអ្នកទាំងអស់គ្នាចង់ update អ្នកទាំងអស់គ្នាអាចចុចបើកនៅកន្លែងនេះពណ៌បៃតងដូចខ្ញុំទៅអ្នកទាំងអស់គ្នាទទួលបាន software ឬក៏អីផ្សេងទៀតដែល suggestion ពីក្រុមហ៊ុន Apple ឬក៏ website របស់ក្រុមហ៊ុន Apple ទៅកាន់ email directly របស់អ្នកទាំងអស់គ្នាជារៀងរាល់ថ្ងៃឬក៏គ្រប់ពេលដែលមានការ update ធំឬក៏ event ធំរបស់ Apple អ្នកទាំងអស់គ្នាអាច check មើលបានហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុច next មកបន្ទាប់ពីអ្នកទាំងអស់គ្នាបំពេញ first name last name date of birth ថ្ងៃខែឆ្នាំកំណើតរួចហើយយើងចុច next នៅកន្លែងនេះបន្តទៀតបាទនៅពេលនេះគឺយើងអាចបំពេញ payment method នៅកន្លែងនេះគឺអ្នកទាំងអស់បើសិនជាអ្នកទាំងអស់គ្នាចង់បំពេញឲ្យហើយក៏បានដែរឬក៏ចាំពេលក្រោយដែលអ្នក subscription កម្មវិធីអីមួយអ្នកទាំងអស់គ្នាបំពេញក៏បានដែរគេមាន option ច្រើនមែនតើដូចជា credit card ហើយនិង debit card សម្រាប់ទិញអីវ៉ាន់តាម online ឬក៏ទិញកម្មវិធីនៅក្នុង App Store mobile phone ក៏អាចទិញបានដូចគ្នាប៉ុន្តែសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំអត់ទាន់បានបំពេញទេសារខ្ញុំអត់ទាន់មានអញ្ចឹងខ្ញុំចុចណាន់នៅកន្លែងនេះគឺគេអត់ត្រូវការនៅក្នុងការឲ្យយើងដាក់អីញ៉ៃទេលុះត្រាអ្នកនរគ្នាបំពេញ credit card ហើយនិង debit card នៅកន្លែងនេះគេនឹងត្រូវការច្រើនដូចជាលេខកូដ CVV របស់យើងហើយលេខទាំង10ប្រមាណខ្ទង់ដែល Visa ឬក៏ Mastercard មានហើយនៅក្នុងកន្លែង street កន្លែងនេះខ្ញុំសូមបំពេញហើយយើងនៅផ្លូវលេខម៉ានឈ្មោះផ្លូវអីគេបាទនៅកន្លែង city យើងអាចបំពេញទៅអ្នកនរគ្នានៅក្រុងណានៅក្នុងប្រទេសកម្ពុជាយើងអាច select បានហើយកន្លែង country នេះខ្ញុំមិនដឹងថាម៉េចដែរ county នេះគឺអាចថាជា province
មានជាខេត្តដែលយើងរស់នៅខ្ញុំ select យកខេត្តដែលខ្ញុំរស់នៅដូចគ្នា postal code បានថាលេខកូដតំបន់ខ្ញុំក៏បំពេញដល់អ្នកគ្នារួចហើយបើអ្នកទាំងអស់គ្នាអត់ឃើញអត់ស្គាល់អ្នកលេខកូដតំបន់របស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចចូលទៅក្នុង Google ឬក៏ Safari របស់អ្នកទាំងអស់គ្នាអ្នកគ្នាអាច search ពាក្យដែលខ្ញុំបានបំពេញឬក៏បានដាក់ឲ្យអ្នកទាំងអស់គ្នាលើអេក្រង់មួយនេះអ្នកទាំងអស់គ្នានឹងឃើញថាលេខកូដខ្លួនឯងទីលំនៅរាល់ថ្ងៃហ្នឹងគឺលេខកូដខ្លួនឯងនៅលេខកូដតំបន់មួយណាអញ្ចឹងសុទ្ធតែមានលេខកូដតំបន់ដែលតាមភូមិតាមស្រុកអ្នកទាំងអស់គ្នាមានរួចស្រេចនៅក្នុង Google រួចហើយអ្នកទាំងអស់គ្នាអាចចុច next បន្តទៀតនៅពេលដែលបំពេញមាន payment method បាទអូខេអ្នកទាំងអស់គ្នានៅពេលនេះ phone number យើងត្រូវការ please enter phone number that can be used to verify សិននៅពេលដែលមកដល់ផ្ទាំងមួយនេះអញ្ចឹងគេបំពេញអូតូឲ្យស្រេចខ្ញុំសាកចុច next បើសិនជាមានបញ្ហាយើងនឹងដូរបន្តទៀតបាទឥឡូវនេះយើងចាំទទួលលេខកូដ verification ដែលផ្ញើមកទូរស័ព្ទយើងមក plate ដើម្បីយើងអាចបំពេញបានបាទនេះគឺជាលេខកូដរបស់ខ្ញុំមានលេខ19 54និង82ខ្ញុំសូមពេញនៅកន្លែងនេះតមកខ្ញុំចុច verify បន្តទៀតតែអ្នកនរគ្នាត្រូវ check មើលនៅកន្លែង notification dashboard របស់បងប្អូនទាំងអស់គ្នាបន្ទាប់ពីចុច verify លើកនេះគឺយើង verify ជាមួយនឹង email ម្ដងអញ្ចឹងយើងត្រូវការរងចាំដើម្បីយើងទទួលបានសារពីក្រុមហ៊ុន email ដូចដែលខ្ញុំបានដាក់នៅលើអេក្រង់មួយនេះអ្នកនរគ្នាអាចមើលបានហើយនេះគឺជាលេខកូដ6ខ្ទង់ដែលយើងទទួលបានពីក្រុមហ៊ុន email សម្រាប់យើង verify អញ្ចឹងមានដូចជាលេខ730221បន្តមកយើងចុចដានហើយយើងចុច verify នៅកន្លែងនេះដូចខ្ញុំបានដាក់ email ដែលបានបញ្ជាក់នៅខាងលើគឺលេខកូដបើយើងដាក់ email ត្រូវ email address របស់យើងគឺនឹង sign in automatic អញ្ចឹងសូមរងចាំគេដាក់ថា signing into iCloud អញ្ចឹងប្រហែលជា internet ខ្ញុំរៀន slow ក្នុងការបង្កើតបាទអូខេទាំងអស់គ្នានៅពេលនេះគឺខ្ញុំអត់បាន cut off video ទេគ្រាន់តែនេះគឺជា Apple account គេដាក់ថា complete ថា email របស់ខ្ញុំមួយនេះយើងអាចប្រើ Apple service ដែលមានទាំងអស់បានខ្ញុំបានបង្កើត Apple ID ក៏ដូចជា Apple Store បានរួចហើយនៅក្នុងហ្នឹងអញ្ចឹងខ្ញុំចុចពាក្យ continue នៅកន្លែងនេះដើម្បីប្រើប្រាស់ Apple ID ក៏ដូចជា Apple Store តែម្ដងនេះគឺជាគណនីរបស់ខ្ញុំនៅពេលដែលអ្នកនរគ្នាចុចកន្លែង profile ដែលខ្ញុំបានបង្ហាញមិញគឺឈ្មោះរបស់ខ្ញុំហើយនិង email យើងអាចទិញអីវ៉ាន់អីបានទាំងអស់នៅក្នុងនេះងាយខ្លាំងមែនតើនេះគឺជាការបង្កើត Apple ID តាំងពីដើមរហូតដល់ចុងវីដេអូមួយនេះសង្ឃឹមថាអ្នកនរនឹងយល់ក៏ដូចជាពេញចិត្តនៅវីដេអូមួយនេះនៅក្នុងការរបៀបបង្កើតអីផ្សេងពី Channel VD Resource នៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងជួបគ្នានៅម៉ោង 5 ស្អែកនៅក្នុងការទទួលបានវីដេអូថ្មីពីវីដេអូចំណេះដឹងផ្សេងពី Channel VD Resource ថ្ងៃនេះសូមអរគុណ